អូយជាតិបងប្អូនអើយហើយតែបងប្អូនស្រឡាញ់បងពេកអោផងថាផងបងប្អូនអើយគិតទៅបងប្អូនគ្មានអ្វីសប្បាយចិត្តទាំងការធ្វើអំពើល្អទេបងប្អូនខ្ញុំបានសន្យាជាមួយបងប្អូនប្រុសជាច្រើនខែមកហើយថាបើអាកាសល្អបងប្អូនបានមកផ្ទះបងប្អូននឹងមកលេងបងហើយនឹងមកធ្វើម៉ូតូផងដែរតែពេលនោះបងប្អូនប្រទេសជាតិកំពុងតែមានសង្គ្រាមហើយបងប្រុសបាននិយាយថាបើយើងមាននិស្ស័យគង់បានជួបគ្នាទេបងដំទេវតាមានភ្នែកជីវិតបងប្រុសមានតម្លៃណាស់បងប្អូនព្រោះបងប្រុសនៅជួរមុខតែបងប្រុសគឺមិនខ្លាចស្លាប់ទេបងប្អូនដើម្បីតែការពារប្រទេសជាតិការពារទឹកដីស៊ូបថុយនឹងជីវិតផ្ទាល់ខ្លួនរបស់ខ្លួនឯងខ្ញុំពិតជាកោតសរសើរទឹកចិត្តរបស់បងប្រុសមែនតើហើយខ្ញុំក៏បានសន្យាជាមួយបងប្រុសដែរថាបងប្រុសមកធ្វើម៉ូតូផ្ទះបងមិនយកលុយទេតាមពិតទៅម៉ូតូបងប្រុសតែមិនទិញទេនៅស្អាតណាស់គ្រឿងបន្លាក៏អត់មានខូចអីដែរគ្រឿងប្លុកកាទៀសេពីនរបស់គាត់គឺនៅស្អាតទាំងអស់ខ្ញុំគ្រាន់តែផ្លុំដីសម្អាតវាទៅបានហើយព្រោះតែបងប្រុសទៅមិនទិញដែរទេបងប្អូនហើយបញ្ហាមួយទៀតនោះគឺបងប្រុសជិះទៅរៀងទាញហើយខ្ញុំក៏បានដូរចានកឲ្យបងប្អូនមកឈុតតែម្ដងព្រោះថាចានករបស់បងប្រុសបានកលាក់រឹងបាត់ទៅហើយខ្ញុំក៏បានជូនលុយបងប្រុសចំនួន200000រៀលសម្រាប់ធ្វើដំណើរទៅសមរភូមិមុខវិញតែខំមុនទៅបងប្អូនជាងដំដាក់អាចជាឲ្យបងប្អូនសិនថ្ងៃនេះជាងដំសុំដាក់អាចជាឲ្យស្វឹងមួយថ្ងៃហើយដោយសារបានជួបបងប្រុសខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឃើញស្នាញញញឹមរបស់បងប្រុសនិយាយទៅពិតជាសប្បាយណាស់បងប្អូនហើយមិនងាយបានជួបគ្នាទេបងប្រុសងាយបានមកដើរលេងចេះទេព្រោះអីបងប្រុសនៅជួបមុខប្រហែលខែមកហើយមិនដែលបានចេញមកផ្ទះទេហើយមុនរៀបលាវិញបងប្អូនហើយអោបផងថើបផងពួកយើងមិនដែលស្គាល់គ្នាទេតែមានអារម្មណ៍ថាដូចជាសាច់ឈាមតែមួយអញ្ចឹងវាមិនខុសទេយើងជាឈាមខ្មែរតែមួយបងប្អូនគ្មានជាតិសាសន៍ណាមួយមកស្រឡាញ់ជាតិសាសន៍យើងទេបងប្អូនអញ្ចឹងហើយបងប្អូនខ្មែរយើងទាំងអស់គ្នារួបរวมសាមគ្គីគ្នាចេះស្រឡាញ់គ្នាបើយើងបែកបាក់សាមគ្គីគ្នាប្រកាសណាស់ជាតិសាសន៍ដទៃនឹងមើងងាយយើងចុងក្រោយនេះជូនពរបងប្រុសត្រឡប់ទៅសមរភូមិមុខប្រកបដោយជោគជ័យនិងជូនពរឲ្យបងប្រុសយកជ័យជំនះឲ្យបងប្អូនខ្មែរយើងមកវិញឲ្យទាល់តែបានបងប្អូនអរគុណហើយសូមជម្រាបលា